ป่าមួយគូនេះស៊ីសាច់ហត់ឈាមដើម្បីលើកពានទទួលជ័យលាភីលេខ1រំជួយដីក៏ក្រើកវេហាធ្វើឲ្យអ្នកទស្សនាទប់ជើងលេងជាប់មានទាំងក្បាច់រាំប្រពៃណីខ្មែរមានទាំងការហែក្បួនដ៏ថឹកអធមព្រមទាំងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទផងដែរទាំងអស់នេះកើតមាននៅក្នុងកម្មវិធីពិធីបុណ្យគម្រប់ខួបសាលាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ជទាលលើកទី25ចង់ដឹងព្រឹត្តិការណ៍ទាំងអស់នេះយ៉ាងណាសូមទស្សនាវីដេអូនេះទាំងអស់គ្នានៅថ្ងៃទី14ឧសភាឆ្នាំ2026លោកគ្រូអ្នកគ្រូបានជួបជុំគ្នាដើម្បីធ្វើការបន់ស្រន់ដល់អាទិទេពដើម្បីសេចក្តីសុខសេចក្តីចម្រើនមុននឹងចាប់ផ្ដើមកម្មវិធីដង្ហែក្បួនពេលវេលានៃការចាប់ផ្ដើមបើកកម្មវិធីបុណ្យគម្រប់ខួបសាលានៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ជទាលក៏ជិតមកដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូគ្រប់ផ្នែកបានរៀបចំរួចជាស្រេចក្នុងការដង្ហែក្បួនទាំងអស់នេះនៅក្នុងសាលា KCIT នេះមានទាំងចំណេះដឹងទូទៅហើយនិងផ្នែកជំនាញហើយក៏មានទាំងផ្នែកបញ្ញាបត្ររងផងដែរការដង្ហែក្បួនក៏បានចាប់ផ្ដើមមានទាំងក្រុមកាយរ៉េតមានទាំងក្រុមសម្ព័ន្ធយុវជនមានទាំងក្រុមលោកគ្រូអ្នកគ្រូហើយមានក្រុមគរុកសិស្សមានទាំងផ្នែកសេដ្ឋសាស្ត្រឬក៏ហៅថាកសិកម្មនឹងឯងផ្នែកបសុទាក់ទងទៅនឹងការចិញ្ចឹមសត្វមានទាំងផ្នែកអគ្គិសនីទាក់ទងទៅនឹងប្រព័ន្ធភ្លើងមានទាំងក្រុមការកែច្នៃអាហារទៀតផ្នែកជំនាញអេឡិចត្រូនិកមានទាំងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រថ្នាក់បញ្ញាបត្ររងផ្នែកទេសចរហើយជាចុងក្រោយនោះគឺក្រុមចំណេះដឹងទូទៅការដង្ហែក្បួនក៏បានមកដល់កីឡដ្ឋានជាកន្លែងចាប់ផ្ដើមកម្មវិធីមុននឹងចាប់ផ្ដើមកម្មវិធីក៏នាំគ្នាគោរពភ្លេងជាតិក៏ដូចជាសំណេះសំណាលបើកកម្មវិធីដោយបណ្ឌិតពេជ្រសៀងនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ជទាលកម្មវិធីបុណ្យគម្រប់ខួបសាលា KCIT លើកទី25នេះធ្វើឡើងក្នុងរយៈពេល3ថ្ងៃហើយជារៀងរាល់ឆ្នាំក៏ធ្វើបែបហ្នឹងដែរអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីបានជាគេធ្វើយូរម្ល៉េះធ្វើរហូតដល់ទៅ3ថ្ងៃយូរនោះគឺដោយសារតែមានការប្រកួតកីឡាផ្សេងៗផងដែររវាងផ្នែកនីមួយៗមានទាំងការប្រកួតកីឡាបុរសនារីល្បែងកម្សាន្តផ្សេងក៏ដូចជាការប្រកួតខាងផ្នែកសិល្បៈផងដែរបើចង់ដឹងថាព្រឹត្តិការណ៍ទាំងអស់នេះវាយ៉ាងណាដែរកុំភ្លេចទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ពីព្រោះថាវីដេអូនេះខ្ញុំសរុប3ថ្ងៃចូលតែមួយតែម្ដងបន្ទាប់ពីបញ្ចប់ការសំណេះសំណាលក៏ដល់កម្មវិធីរាំចង្វាក់ប្រពៃណីខ្មែរដែលសម្ដែងដោយក្រុមសិស្សានុសិស្សនៃសាលា KCIT ដើម្បីជាការលើកស្ទួយក៏ដូចជាការជួយថែរក្សានៅវប្បធម៌ប្រពៃណីខ្មែរយើងផងដែរយុវជនគឺជាទំពាំងស្នងឫស្សីដើម្បីឲ្យវប្បធម៌ប្រពៃណីបានរក្សានៅគង់វង្សបានយូរតតែមានការចូលរួមពីយុវជនទាំងអស់គ្នាបន្ទាប់ពីការចប់រាំចង្វាក់ប្រពៃណីខ្មែរក៏មានការប្រកួតបាល់ទាត់ក្រុមបុរសផ្នែកបសុប៉ះជាមួយនឹងសេដ្ឋសាស្ត្រហើយជាមួយទៀតគឺក្រុមបាល់ទាត់ផ្នែកអគ្គិសនីប៉ះជាមួយនឹងគ្រូកសិស្សនិងនិស្សិតការប្រកួតបាល់បោះនារីការប្រកួតទាញព្រ័ត្របសុប៉ះជាមួយនឹងអេលិចកែច្នៃបូកជាមួយនឹងទេសចរលទ្ធផលលេខតង់ទី1គឺទទួលបានជ័យជំនះទៅខាងបសុវប្បកម្មបន្ទាប់មកជួបមកដល់តង់ទី2គឺត្រូវការបដូរខាងគ្នានិយាយពីថាក្រុមរៀងខ្លួននេះគឺខំព្យាយាមអស់ពីចិត្តហើយតែមិនខំទាញទេដឹងតែចាញ់គេហើយតែខំពេលខ្លះក៏មិនប្រកាសថាឈ្នះគេដែរពីព្រោះថាកម្លាំងយើងចាញ់គេប៉ុន្តែមុននឹងចាញ់ក៏មិនឲ្យគេឈ្នះយើងដោយងាយស្រួលដែរតាមពិតតែពេលថ្ងៃហ្នឹងអត់បាននៅទេរវល់ដើរលេងបាត់ហើយដល់ពេលមកពេលដើរលេងវិញឃើញកម្មវិធីគេមិនទាន់ចប់ក៏ឆ្លៀតចូលមកដែរដល់ទាន់ដល់ពេលដែលគេនាំគ្នាលេងលោតបាល់នៅក្នុងការលោតបាល់នេះគឺមានគ្រប់ផ្នែកតែម្ដងហើយក៏មានទាំងផ្នែកសោះសម្ព្រុះរបស់អ្នកមើលផងដែរនិយាយថាក្រុមអ្នកគ្រប់គ្រងគ្រប់ផ្នែកទាំងអស់ហ្នឹងឯងនិយាយថាហូយអូនិយាយថាស្រែកនោះស្រែកយាមអ្នកឡើងស្អកកអស់ទៅលេងហើយក្រុមណាដែលឈ្នះគេក៏នាំគ្នាឌឺគេអញ្ចឹងទៅក្រុមណាដែលចាញ់គេក៏នាំគ្នាសែតអញ្ចឹងទៅឌឺគ្នានេះមិនឌឺចង់មានរឿងទេណាឌឺគ្នាឌឺលេងសើចទាំងអស់តែគ្នាទេសត្វតែគ្នាឯងទាំងអស់ហ្នឹងនិយាយពីថាបុណ្យសាលារាល់តែឆ្នាំហើយសបាយយោតែហ្មងបន្ទាប់ពីចប់កម្មវិធីពេលល្ងាចមកគឺដល់ពេលយប់ម្ដងគឺជាកម្មវិធីប្រឡងចម្រៀងមានបេក្ខជនបេក្ខនារី 4-10 នាក់ដែរក្នុងការចូលរួមកម្មវិធីប្រឡងនេះហើយក៏ជំរើសតាមផ្នែកនីមួយៗផងដែរក្នុងការដែលចូលរួមពិតជាសើចដល់បងប្អូនដែលមានភាពក្លាហានក្នុងការដែលឡើងប្រកួតចម្រៀងនៅលើឆាកនេះទោះបីជាមានអ្នកខ្លះច្រៀងពីរោះអ្នកខ្លះទៀតក៏ច្រៀងមិនពីរោះប៉ុន្តែពួកគាត់នៅតែមានភាពក្លាហាននៅក្នុងការដែលឡើងសម្ដែងនិយាយរួមទៅកម្មវិធីបែបសប្បាយៗអ្នកណាច្រៀងពីរោះក៏នាំគ្នាហូអ្នកណាច្រៀងមិនពីរោះក៏នាំគ្នាហូហើយទាំងអស់នេះគឺសុទ្ធតែជាលើកទី1របស់ពួកគាត់ម្នាក់ៗក្នុងការដែលឡើងច្រៀងនេះជាប់ឬក៏ធ្លាក់ទុកជាបទពិសោធន៍បើយើងមិនសាកល្បងខ្លួនឯងមិនដឹងថាយើងនឹងឯងមានសមត្ថភាពអីទៅយើងកុំទៅខ្វល់ជាមួយនឹងអ្នកដែលថាឲ្យយើងពីព្រោះថាមនុស្សភាគច្រើន
ច្រើនគេអសាទរនៅពេលដែលយើងជោគជ័យតែប៉ុណ្ណោះនៅពេលដែលយើងធ្លាក់ចុះសូម្បីតែសាច់ញាតិខ្លួនឯងក៏មិនចង់រាប់ផងថ្ងៃទី1ត្រូវបានបញ្ចប់ចូលមកដល់ថ្ងៃទី2ម្ដងវិញ្ញាសាដំបូងគឺបាល់បោះនារីចំណេះដឹងទូទៅប៉ះជាមួយនឹងគរុកសិស្សហើយនឹងនិស្សិតបងប្អូនខ្លះច្បាស់ជាឆ្ងល់ហើយថាអានឹងគេលេងបោះបាល់មិនអញ្ចឹងអានឹងគឺគេលេងបែបដណ្ដើមបាល់ហើយយើងបោះទៅឲ្យគ្នាយើងដែលកាន់កន្ត្រកនៅខាងផ្នែកមកខាងទៀតយើងអាចធ្វើមិនព្យាយាមដណ្ដើមបោះឲ្យគ្នាយើងដែលកាន់កន្ត្រកនឹងឲ្យចូលច្រើនយើងឈ្នះហើយបាទចាប់រត់បាទអត់ទាន់បានបាទក្បាច់ត្រឡប់ក្រោយមួយបាទថតបាទរវាងទាំងពីរក្រុមនេះអ្នកដែលទទួលជ័យជំនះគឺបានទៅលើផ្នែកចំណេះដឹងទូទៅនិយាយពីថាម្នាក់សប្បាយចិត្តនោះសប្បាយសាច់គោ1គីឡូក៏មិនដូរដែរពេលដែលខ្ញុំនិយាយផ្នែកអេឡិចត្រូនិកកសិកម្មបសុអីអញ្ចឹងមានបងប្អូនខ្លះច្បាស់ជាឆ្ងល់ហើយថាចុំផ្នែកអីគេក៏ច្រើនម្ល៉េះនៅក្នុងនឹងហើយឆ្លៀតនៅក្នុងឱកាសនេះខ្ញុំក៏ជូនដំណឹងដល់បងប្អូនទាំងអស់គ្នាផងដែរនៅក្នុងសាលាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ជាទាលនេះឬក៏ហៅកាត់ថា KCIT មានទាំងផ្នែកចំណេះដឹងទូទៅមានទាំងផ្នែកខាងវិជ្ជាជីវៈហើយនិងខាងផ្នែកបញ្ញាបត្ររងខាងចំណេះដឹងទូទៅមានចាប់តាំងពីថ្នាក់ទី10រហូតដល់ថ្នាក់ទី12ហើយខាងផ្នែកវិជ្ជាជីវៈក៏កម្រិតស្មើនឹងចំណេះដឹងទូទៅដែរគ្រាន់តែផ្នែកទូទៅគឺរៀនទូទៅដូចសាលាដទៃទៀតផងដែរប៉ុន្តែខាងវិជ្ជាជីវៈគឺរៀនចាប់ចំណេះជំនាញដែលមានផ្នែកដូចជាកសិកម្មអេលិចអគ្គិសនីបសុវប្បកម្មឆ្នាំទី1ស្មើនឹងថ្នាក់ទី10ឆ្នាំទី2ស្មើនឹងថ្នាក់ទី11ឆ្នាំទី3ស្មើនឹងថ្នាក់ទី12បញ្ចប់ការសិក្សាកម្រិតនៃការសិក្សាក៏ស្មើនឹងទូទៅដែរផ្នែកអគ្គិសនីតាក់ទងទៅនឹងប្រព័ន្ធខ្សែភ្លើងផ្នែកអេឡិចត្រូនិកតាក់ទងទៅនឹងការជួសជុលឧបករណ៍អេឡិចត្រូនិកផ្នែកបសុតាក់ទងទៅនឹងការចិញ្ចឹមសត្វចិញ្ចឹមត្រីផ្នែកកសិកម្មតាក់ទងទៅនឹងដំណាំកសិកម្មអញ្ចឹងបងប្អូនណាដែលបានបញ្ចប់ថ្នាក់ទី9ចង់ចាប់យកចំណេះយកជំនាញអាចចូលរៀនខាងផ្នែកវិជ្ជាជីវៈបានព័ត៌មានបន្ថែមអាចតាក់ទងទៅកាន់ page សាលាដែលខ្ញុំ mention នៅខាងលើឬក៏នៅក្នុង comment ចំណែកឯខ្ញុំឯណែក៏ធ្លាប់ជាអតីតសិស្សផ្នែកបសុវប្បកម្មប៉ុន្តែឥឡូវបានក្លាយទៅជា content creator រោគរ៉ាក់ទៅហើយមកដល់ក្រុមនេះគឺជាការប្រកួតក្រុមបាល់ទាត់រវាងក្រុមអគ្គិសនីប៉ះជាមួយនឹងក្រុមអេឡិចរួមជាមួយនឹងកែច្នៃហើយនិងទេសចរហើយលទ្ធផលនៃការប្រកួតរវាងក្រុមនេះគឺទទួលបានជ័យជំនះទៅលើក្រុមអគ្គិសនីដោយយកជ័យជំនះទៅលើ3ទល់នឹង0ក្រុមនេះតែងតែលើកពានរាល់ឆ្នាំចាំមើលថាឆ្នាំនេះតើក្រុមនេះអាចនឹងលើកពានបានដែរឬទេកម្មវិធីពេលព្រឹកក៏ត្រូវបានសម្រាកដល់ពេលថ្ងៃម្ដងគឺដល់កម្មវិធីម្ដងទៀតគឺការប្រកួតរវាងក្រុមបសុប៉ះជាមួយនឹងក្រុមទូទៅនិយាយថាសិស្សប្អូនរបស់ខ្ញុំនេះនិយាយថាហូរចង់ដាច់កតែម្ដងតង់ទី1បសុស៊ីទូទៅ2គ្រាប់និយាយថាបសុនោះមានទឹកមាត់លេបនោះមានដល់ពេលតង់ទី2មានណាទូទៅគេតាម2គ្រាប់វិញស្មើគ្នាការចូលដំបងបសុឌឺទូទៅប៉ុន្តែដល់ពេលទូទៅតាមតន2គ្រាប់វិញណាទូទៅនងហៀតឌឺវិញអូញាក់សាច់ហូហើយលន់វិញហ្នឹងឯងមើលតែសកម្មភាពហ្នឹងទៅគឺដឹងហើយច្បុកច្បល់វិញហ្នឹងឯងទោះបីជាស្មើគ្នាយ៉ាងណាខ្លាមួយมันអាចមានភ្នំ2ទេភ្នំមួយมันអាចមានខ្លា2ពេលជាស្មើគ្នាយ៉ាងណាក៏ដោយក៏ត្រូវតែពីណាទីដែររវាងពីរក្រុមនេះត្រូវតែមានមួយឈ្នះមានមួយចាញ់ខាងបសុក៏បុកពោះខាងទូទៅក៏នងភ្នាក់បុកពោះខាងលោកគ្រូវិញបើថាកូនគាត់សុទ្ធចូលទេគាត់ឲ្យ200000ហ្មងដល់កូនគាត់សុទ្ធចូលគាត់ឧបត្ថម្ភ200000មែនអ្នកណាគេដែលថាមិនសប្បាយចិត្តនៅពេលដែលមានគ្រូសាគ្រប់គ្រងពីក្រោយអញ្ចឹងមិនដឹងថាអ្នកណាខ្លះទេមានសំណាងបែបហ្នឹងនោះហើយលទ្ធផលនៃការប្រកួតនេះពីរក្រុមនេះគឺទទួលបានជ័យជំនះទៅលើផ្នែកចំណេះដឹងទូទៅនិយាយថាម្នាក់នោះអូសប្បាយទាំងប្រុសទាំងស្រីយកលោកខកអញ្ជើញតែហ្មងក្រុមទាំងមូលគឺបានទទួលជ័យជំនះណាថាមិនសប្បាយនោះបន្តមកទៀតការប្រកួតបាល់បោះរបស់នារីក្រុមឈ្នះគឺក្រុមទូទៅប៉ះជាមួយនឹងក្រុមអគ្គិសនីក្រុមទាំងពីរនេះគឺជាក្រុមស៊ីសាច់ហត់ឈាមហើយដណ្ដើមគ្នាឈានទៅវគ្គផ្ដាច់ព្រាត់ខាងទូទៅក៏ខ្លាំងខាងអគ្គិសនីក៏ខ្លាំងហើយលទ្ធផលទាំងពីរក្រុមនេះត្រូវតែមានមួយឈ្នះត្រូវតែមានមួយចាញ់ទាំងអ្នកលេងទាំងអ្នកមើលហាក់លហបនឹងកំពុងតែបុកពុះបបមិនដឹងថាខាងណាឈ្នះខាងណាចាញ់ទេជាចុងក្រោយក្រុមដែលទទួលបានទៅកាន់វគ្គផ្ដាច់ព្រាត់នោះគឺក្រុមខាងផ្នែកចំណេះដឹងទូទៅមកដល់វគ្គបន្ទាប់គឺជាការទាញព្រាត់រវាងក្រុមដែលឈ្នះគឺក្រុមបសុនឹងឯងប្រកួតជាមួយនឹងក្រុមអគ្គិសនីចង់ទាញព្រាត់ជាមួយក្រុមបសុពិបាកបន្តិចហើយព្រោះថាក្រុមបសុសិតតែក្រុមទាញជ្រូកទាញគោបើចង់យកឈ្នះបសុវេទនាបន្តិចហើយក្រុមអគ្គិសនីក៏ដូចជាប្រឹងខ្លាំងដែរប៉ុន្តែមានណាយកឈ្នះបសុអត់បានដូច្នេះហើយមានតែបសុយកឈ្នះទៅវិញលេងអ្វីផ្សេងអាចឈ្នះបានតែបើថាលេងទាញព្រាត់នេះពិបាកបន្តិចហើយមួយក្រុមនេះទៀតគឺខាងអេលិចកែច្នៃនិងទេសចរប៉ះជាមួយនឹងក្រុមទូទៅ
ដែលបានទទួលជ័យជំនះគឺក្រុមអេលិចកែច្នៃនិងទេសចរមកដល់វិញ្ញាសាបន្ទាប់គឺជាការរត់ Superman គឺរត់ស្លៀក Leo តែម្ដងវិញ្ញាសានេះគឺតម្រូវឲ្យគ្រប់គ្នាត្រូវតែរត់ឲ្យលឿនរឿងវិញ្ញាសារត់នេះក៏ពិបាកយកឈ្នះទៅលើផ្នែកបសុដែរព្រោះថាខាងផ្នែកបសុនឹងប្រកែករត់ណាបើមិនប្រកែករត់ទេដេញចាប់គោដេញចាប់មន់អត់ទាន់ទេជាពិសេសគេដេញចាប់ជ្រូកតែម្ដងបើមិនជឿខ្ញុំទេចាំមើលលទ្ធផលទៅបាទអធិស្ឋានគាត់តែនិយាយលេងនៅទេតែមានណាបសុឈ្នះគេមែនតើមកដល់រាត្រីយប់ទី2គឺជាការសម្ដែងរឿងរបស់ក្រុមយុវជនតាមផ្នែកនីមួយៗចង់និយាយថាបងប្អូនធ្វើបានល្អមែនទែនទាំងកាយវិការទាំងពាក្យសម្ដីនិយាយទៅគឺអែមមែនទែនអនាគតទៅខាងមុខអាចខ្លាយទៅជាតារាសម្ដែងក៏ថាបានកម្មវិធីបុណ្យសាលានេះមិនមែនធ្វើទៅដើម្បីគ្រាន់តែសប្បាយមួយយ៉ាងនោះទេតែវាធ្វើឲ្យបងប្អូនសិស្សានុសិស្សមានការចូលរួមសាមគ្គីគិតជាមួយនឹងគ្នាធ្វើជាមួយនឹងគ្នាក៏ដូចជាផ្ដល់ឱកាសឲ្យខ្លួនឯងបញ្ចេញនូវសមត្ថភាពបញ្ចេញនូវដុងខ្លួនឯងពីកំណើតមកដែរបើយើងចេះតែលាក់ទុកយើងមិនដឹងថាខ្លួនឯងខ្លាំងនៅផ្នែកអ្វីនោះទេថ្ងៃទី2គេត្រូវបានបញ្ចប់ចូលមកដល់ថ្ងៃទី3មកដល់វិញ្ញាសាលេងហ្គេម100ឧបសគ្គហ្គេមនេះតម្រូវឲ្យដៃគូរបស់យើងនឹងឯងព្យាយាមសហការគ្នាបើមិនសហការគ្នានោះទេពិតជាមិនអាចទៅមុខរួចនោះទេហ្គេមនេះដូចជាជីវិតបងអញ្ចឹងបើសិនជាគ្មានវត្តមានរបស់អូនទេជីវិតនេះស្មើ0ឃើញថាក្រុមផ្នែកនិស្សិតនេះគឺលឿនរបស់គេក្រាន់បើដែរហើយបន្តមកគឺខាងបាក់សូបាទកំពុងតែញ៉ាំចេកហ្នឹងលោកគ្រូក៏យកម្សៅទៅប៉ាត់មិនដឹងថាម្សៅហ្នឹងចូលចេកយ៉ាងណាទេអ្នកលេបចេកហ្នឹងយ៉ាងណាទេមើលខាងនោះហេកជីកញាត់ឡើងពេញមាត់តែម្ដងពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះកុំភ្លេចជួយចុច follow page ឲ្យប្រុសញ៉ាញ់ម្នាក់នេះផងបាទហើយកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងជាពិសេសលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅក្នុងសាលា KCIT ទាំងអស់ហ្នឹងដាក់ឲ្យវីដេអូនេះ boom មួយមើលហើយអតីតសិស្ស KCIT ទាំងអស់មាននឹកសាលាដែរឬអត់ហើយបើនឹកទេកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយប្រាប់ថានឹកផងហើយហ្គេមចុងក្រោយគឺជាហ្គេមសម្បុកពេញពីងអូខេហ្គេម Let's Start ហ្គេមនេះតម្រូវឲ្យក្រុមទាំងអស់យកខ្សែចងនឹងចង្កេះរួចហើយធ្វើការទាញខ្សែនឹងដោយសារនៅកណ្ដាលនឹងមានកៅស៊ូដើម្បីធ្វើការគៀបយក10ទុកសុទ្ធនឹងឯងយកទៅដាក់នៅគោលដៅបើសិនបើធ្វើធ្លាក់10កណ្ដាលផ្លូវទេត្រូវយក10នឹងឯងមកកាន់ទីតាំងដើមរួចហើយគៀបយកទៅម្ដងទៀតមកដល់ទីតាំងក៏ដោយប៉ុន្តែត្រូវដាក់10នឹងឲ្យឈរបើសិនជាមិនឈរនោះទេគឺត្រូវរត់ទៅម្ដងទៀតហ្គេមនេះបានបង្ហាញអំពីគំនិតអប់រំមកកាន់យើងថាការធ្វើកិច្ចការអ្វីមួយយើងត្រូវការសហការគ្នាបើសិនជាយើងមិនសហការគ្នានោះទេការងារយើងពិតជាពិបាកក្នុងការដើរទៅមុខណាស់បើយើងសហការគ្នាបានល្អយើងក៏នឹងទទួលបាននូវផលល្អដែរប៉ុន្តែនៅពេលណាដែលយើងប្រចាំគ្នាម្ដងម្នាក់នៅក្នុងការងារនោះធ្វើឲ្យការងាររបស់យើងមានការរាំងស្ទះឬក៏មិនសូវជាទទួលបាននូវផលល្អនោះទេដូច្នេះហើយការសាមគ្គីគឺជារឿងមួយដ៏សំខាន់មែនទែននៅក្នុងការងារនីមួយៗក៏ដូចជារូបកាយយើងតែម្ដងដៃត្រូវការជើងត្រូវការមាត់ត្រូវការភ្នែកត្រូវការត្រចៀកនិយាយរួមទៅគឺត្រូវការគ្នាទៅវិញទៅមកប្របាត់អវយវៈណាមួយទេរូបរាងកាយរបស់យើងអត់ពេញលក្ខណៈនោះឡើយបន្ទាប់ពីចប់ហ្គេមហ្នឹងទៅគឺជាការប្រកួតផ្ដាច់ព្រាត់រវាងក្រុមអគ្គិសនីប៉ះជាមួយនឹងក្រុមទូទៅខាងផ្នែកបាល់ទាត់បរោះក្រុមទាំងពីរនេះត្រូវតែមានមួយឈ្នះមានមួយចាញ់តើក្រុមណាជាអ្នកដែលលើកពានទាំងអ្នកលេងទាំងអ្នកទស្សនានិយាយទៅថារំជើបរំជួលខ្លាំងណាស់ក្នុងចិត្តខាងអគ្គិសនីក៏ដាក់សម្ពាធឲ្យទូទៅខាងទូទៅក៏ដាក់សម្ពាធឲ្យខាងអគ្គិសនីចប់ទាំងតង់ទី1និងតង់ទី2គឺអត់មានអ្នកណាស៊ីអ្នកណាសោះដូច្នេះហើយជំរឿសមានតែពេណាល់ទីទៀតហើយ fan នេះអង្គុយគ្រប់ត្រភ័យរន្ធត់ផងមើលបៀមទឹកឡើងពេញមាត់ហ៊ានតែឆ្លក់ច្រឡំសាយទេព្រោះដាក់ក្បាលអ្នកខាងក្រោមនោះឯងទីបំផុតក្រុមដែលត្រូវលើកពាននោះគឺក្រុមផ្នែកអគ្គិសនីបន្ទាប់មកក្រុមទាំងអស់ធ្វើការដង្ហែចូលមកកាន់ទីលាននៅកន្លែងវេទិកាដើម្បីធ្វើការប្រកាសនៅលទ្ធផលថាក្រុមណាទទួលបានជ័យលេខ2លេខ1លេខ2លេខ3អញ្ចឹងណាតាមផ្នែកអ្នកចម្រៀងមានអ្នកសម្ដែងរឿងមានតាមក្រុមបាល់ទាត់មានក្រុមបាល់បោះឬក៏ក្រុមល្បែងកម្សាន្តអីអញ្ចឹងជាដើមបន្ទាប់ពីប្រកាសលទ្ធផលហើយក្រុមម្នាក់គឺនិយាយថាអសប្បាយមែនទែនអ្នកដែលបានទទួលជ័យលេខ2លេខ1លេខ2តាមក្រុមនីមួយៗអញ្ចឹងណាហើយក្រុមនីមួយៗក៏បានឡើងមកទទួលពានរង្វាន់តាមចំណាត់ថ្នាក់របស់ខ្លួនរៀងខ្លួនតាមគ្រប់ផ្នែកអញ្ចឹងទៅហើយម្នាក់និយាយថាហូរសាឡើងស្អកក៏អស់លេងហើយរៀងខ្លួននោះហើយខ្ញុំម្នាក់ក៏ទៅដើរថតចូលឡើងនឹងខ្សោះអង្គេដែរគ្រាន់តែខានចូលរួមកម្មវិធីបុណ្យសាលានេះអស់ជិត10ឆ្នាំមកហើយតែនៅឆ្នាំនេះបានចូលរួមនឹងគេពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីចប់កម្មវិធីមកមេឃភ្លៀងល្មមរួចឲ្យរំពី3បទមានណាបសុនឹងទូទៅនេះលាក់កឡុកយកតែហ្មងឲ្យជុំគ្នាទាំងមេឃភ្លៀងហ្នឹងឯងកម្មវិធី3ថ្ងៃកឡុកចុងក្រោយមិនតិចដែរតែតាមពិតទៅគេបញ្ចប់នៅថ្ងៃទី17ហើយណោះនៅពេល
ព្រឹកថ្ងៃទី17មានការរាប់បាតហើយពេលថ្ងៃសិស្សនិស្សិតទាំងអស់ជួបជុំតាមផ្នែករៀងៗខ្លួននាំគ្នាជប់លៀងតាមផ្នែកហើយនៅពេលយប់មានការរាំកំសាន្តជុំគ្នារវាងសិស្សទាំងអស់នៅក្នុងសាលា KCIT នៅក្រោមអគារ2ជាន់តែពេលយប់នោះខ្ញុំមានបានទៅណាមេឃភ្លៀងតាំងពីក្បាលល្ងាចទៅរហូតដល់យប់នោះអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច share ហើយនិង follow page របស់ប្រុសញ៉ាញ់ម្នាក់នេះមួយផងបាទអរគុណច្រើនសូមជម្រាបសួរ